សួស្តីអ្នកនាងអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រធានបទថ្ងៃនេះដែរគឺខ្ញុំចង់ចែកម្លែកអ្នកនាងអំពី OSPF Particle Lab ដែលជាទូទៅអ្នកនាងធ្វើការសិក្សានៅសាលាគឺគេតែងតែឲ្យយើងសិក្សាឬក៏ Appnik Academy នេះគឺជាគេបាទ Appnik Academy គឺជា platform ឬក៏ Academy មួយដែល allow ឲ្យអ្នកទាំងអស់គ្នាបាទអាចធ្វើការរៀនពាក់ព័ន្ធជាមួយនឹង online course ឬក៏ស្វែងរកពាក់ព័ន្ធជាមួយនឹង virtual lab អញ្ចឹង virtual lab ដូចអ្នកនេះឃើញអញ្ចឹងនេះគឺយើងមាន lab ជាច្រើនដែលយើងអាចធ្វើការ practical បានដូចមានជា Cisco មានជា Microtech មានជា Juniper បាទ DNSSEC ហើយនឹងពាក់ព័ន្ធជាមួយនឹង lab ផ្សេងៗទៀតដែលយើងអាចធ្វើការយកវាមកប្រើឬក៏ improvement ទៅលើ knowledge របស់យើងបន្ថែមអញ្ចឹងនៅក្នុងហ្នឹងគឺជា lab ដែលគេ build in មកស្រាប់ហើយយើងអាចយកមកធ្វើការ test ហើយ lab នេះដែរគឺវាអត់ដូច lab ដែលយើងរៀននៅសាលាព្រោះអីគេព្រោះនៅក្នុង lab នេះគឺវាអាចថា more advanced ជាង lab ដែលយើងរៀននៅសាលាឧទាហរណ៍យើង test នៅក្នុង package tracer អីចឹងទៅ feature មួយចំនួនដូច SLA ឬ HCC នេះគឺវាអត់ support ទេអញ្ចឹងនៅក្នុងនេះអ្នកអាចស្វែងរកtopic ដែលអ្នកធ្វើការ testing បណ្ដៃខ្ញុំចង់ចែកម្លែកនៅក្នុងថ្ងៃនេះដែរគឺទៅលើ OSPF Particle Lab អញ្ចឹង OSPF Particle Lab នៅក្នុង Appnik Academy គឺយើងមានជាច្រើន lab ដែរដោយអ្នកនេះឃើញអញ្ចឹងនេះមាន OSPF ទៅលើ Cisco IOS បាទ Microtech ហើយនឹង Juniper អញ្ចឹងបើសិនជាអ្នកធ្វើការ test ជាមួយនឹង Cisco បាទយើងអាច select យក lab មួយនេះបានអញ្ចឹង lab ហ្នឹងវាមានលក្ខណៈបែបណាដូចនេះឃើញ high level នៅខាងមុខនេះអញ្ចឹងបាទគឺវាមានរយៈពេល2ម៉ោងនៅក្នុងនេះគឺយើងនឹងរៀនពី step by step how to configure OSPF v2 v3 ហើយក៏មានពាក់ព័ន្ធជាមួយនឹង OSPF security ដែរបាទដែលយើងត្រូវការenable ពាក់ព័ន្ធជាមួយនឹង routing ដែលមាន security លើនឹងដែលយើងនឹង build នៅលើ OSPF ដែលយើងត្រូវធ្វើអីគេខ្លះបាទដូចជា authentication អីផ្សេងអញ្ចឹងទៅដើម្បី make sure ថា route របស់យើងនឹងគឺវា secure ហើយនឹងយើងអាចរៀនពី optimization អញ្ចឹងនៅក្នុង lab នេះគឺមាន6 router បាទហើយនឹងមាន4 Linux machine test ដើម្បីយើងអាចធ្វើការ testing បានអញ្ចឹងបើសិនជាអ្នកធ្វើការចង់ start lab ណាយើងគ្រាន់តែចុចទៅលើ launch lab នេះមកយើងអាចធ្វើការ start lab នឹងបានហើយប៉ុន្តែអ្នកនេះត្រូវចាំថា lab ហ្នឹងគឺវាមាន duration 2ម៉ោងប៉ុន្តែយើងអាច ផើសឬអីផ្សេងៗបានដើម្បី យើង test ថ្ងៃក្រោយប៉ុន្តែយូរទៅអ្នកនេះគួរតែចំណាយពេល2ម៉ោងដើម្បីធ្វើការ test រាល់ router ឬក៏ product ដែលមាននៅក្នុងហ្នឹងទៅដើម្បីយើង well understand ទៅលើ topic មួយហ្នឹងដែលមានលក្ខណៈ